បាទជំរាបសួរដល់បងប្អូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះយើងជួបគ្នាម្ដងទៀតតាមរយៈវីដេអូហើយយើងនឹងបន្តសិក្សានៅក្នុងព្រះគម្ពីរយូហានជំពូក2ខ1ដល់ខ12ហើយតាមរយៈព្រះបន្ទូលថ្ងៃនេះយើងនឹងសិក្សាក៏ដូចជាចែកចាយជាមួយគ្នាហើយតើព្រះបន្ទូលថ្ងៃនេះនឹងបង្រៀនយើងអំពីអ្វីអញ្ចឹងយើងនឹងអានព្រះបន្ទូលជាមួយគ្នាហើយយើងនឹងធ្វើការសិក្សាព្រះបន្ទូលនេះជាមួយគ្នាផងដែរអូខេអញ្ចឹងកុំឲ្យខាតពេលយូរសូមយើងបើកព្រះគម្ពីរហើយយើងអានជាមួយគ្នានៅក្នុងខ1រហូតដល់ខទី12អូខេសូមចេញអានជាមួយគ្នាខ1លុះ3ថ្ងៃក្រោយមកមានវិវាហមង្គលការនៅភូមិកាណាក្នុងស្រុកកាលីលេហើយមាតាព្រះយេស៊ូវក៏នៅឯនោះស្រាប់ខ2គេបានអញ្ជើញព្រះយេស៊ូវព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរខ3កាលស្រាទំពាំងបាយជូរអស់ហើយនោះមាតាព្រះយេស៊ូវទូលទ្រង់ថាគេអស់ស្រាទំពាំងបាយជូរហើយខ4តែព្រះយេស៊ូវមានព្រះបន្ទូលតបថាមេដាអើយតើការនោះអំពល់អ្វីដល់យើងពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយខ5មេដាទ្រង់ក៏ប្រាប់ដល់ពួកបាវថាការអ្វីដែលលោកប្រាប់ឲ្យធ្វើនោះត្រូវធ្វើចុះខ6រីឯនៅទីនោះមានពាងថ្ម6តាមទំនៀមការលាងសម្អាតរបស់សាសយូដាពាងមួយនោះចំណុះទឹកបាន2ទៅ3អម្រែកខ7ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាចូលចាក់ទឹកឲ្យពេញពាងទាំងនោះទៅគេក៏ចាក់ទឹកពេញដល់មាត់ពាងខ8រួចទ្រង់មានព្រះបន្ទូលប្រាប់គេថាឥឡូវនេះចូលដងយកទៅជូនដល់លោកជាមង្គលការចុះគេក៏ដងយកទៅខ9កាលអ្នកមង្គលការបានភ្លក់ទឹកដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយឥតមានដឹងថាមកពីណាតែបើបំរើដែលដងទឹកនោះគេដឹងនោះអ្នកមង្គលការក៏ហៅប្តីថ្មោងថ្មីមកនិយាយថាខ10មនុស្សទាំងឡាយគេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុនលុះកាលបានផឹកជាច្រើនហើយនោះទើបលើកស្រាទំពាំងបាយជូរដែលមិនសូវល្អមកជាក្រោយតែនេះអ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អដល់រាបដល់ឥឡូវនេះវិញខ11ព្រះយេស៊ូវទ្រង់ធ្វើសម្គាល់មុនដំបូងនេះនៅភូមិកាណាស្រុកកាលីលេទាំងសម្ដែងសេរីល្អរបស់ទ្រង់ហើយពួកសិស្សក៏ជឿដល់ទ្រង់ខ12លុះក្រោយមកទ្រង់យាងចុះទៅឯកាពើនឹមមានទាំងមេដាបងប្អូននិងពួកសិស្សទ្រង់ទៅជាមួយផងតែនៅឯនោះមិនយូរប៉ុន្មានទេអាមែនអញ្ចឹងយើងមើលឃើញថានៅក្នុងជីវិតមនុស្សម្នាក់គឺតែងតែមានពេលមួយនៅពេលដែលយើងធំធាត់ឡើងហើយយើងដល់ពេញវ័យគ្រប់គ្រាន់យើងចាប់ផ្ដើមចង់បាននៅអាពាហ៍ពិពាហ៍មួយដ៏ល្អផងដែរដូច្នេះពិធីរៀបការឬអាពាហ៍ពិពាហ៍គឺត្រូវបានចាត់ទុកថាជាពិធីមួយដ៏សំខាន់នៅក្នុងជីវិតរបស់យើងម្នាក់ហើយសម្រាប់កូនកំលោះហើយក៏ដូចជាកូនកំមុំគាត់សង្ឃឹមថាពិធីអាពាហ៍ពិពាហ៍របស់គាត់នឹងមានភ្ញៀវចូលរួមយ៉ាងច្រើនកកកុញហើយមួយទៀតហើយគាត់ក៏សង្ឃឹមថាកម្មវិធីដ៏សំខាន់ដែលមានអត្ថន័យនៅក្នុងជីវិតរបស់គាត់មួយនេះនឹងមិនមានបញ្ហាណាមួយកើតឡើងនោះឡើយហើយអ្វីដែលពិសេសគាត់សង្ឃឹមថាភ្ញៀវដែលបានចូលរួមនៅក្នុងកម្មវិធីរបស់គាត់នឹងទទួលបានសេចក្តីអំណររីករាយសប្បាយនៅក្នុងកម្មវិធីរបស់គាត់ហើយគាត់ក៏សង្ឃឹមថាបងប្អូនគ្រួសារសាច់ញាតិទាំងអស់គ្នាសប្បាយរីករាយអំណរនៅក្នុងកម្មវិធីរបស់គាត់ផងដែរតាមរយៈព្រះបន្ទូលថ្ងៃនេះយើងមើលឃើញអំពីបញ្ហាមួយដែលកើតឡើងនៅក្នុងពិធីមង្គលការនៅឯស្រុកកាណាដែលមានភរិយាមួយគូគាត់បានរៀបចំពិធីមង្គលការនៅក្នុងថ្ងៃនោះផងដែរអញ្ចឹងយើងនឹងសិក្សាជាមួយគ្នា
យោងទៅតាមព្រះគម្ពីរថ្ងៃមួយនៅក្នុងស្រុកកាណាមានគេរៀបចំពិធីមង្គលការយ៉ាងឱឡារិកនិងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃនោះផងដែរព្រះយេស៊ូវទ្រង់ក៏ត្រូវបានគេអញ្ជើញឲ្យចូលមកក្នុងកម្មវិធីមង្គលការនោះផងដែរម្ចាស់កម្មវិធីមង្គលការបានរៀបចំពិធីជប់លៀងភោជនាអាហារនិងស្រាទំពាំងបាយជូរយ៉ាងពិសេសសម្រាប់ទទួលភ្ញៀវជាពិសេសផងដែរលុះដល់ពាក់កណ្ដាលកម្មវិធីភ្ញៀវកំពុងផឹកស៊ីយ៉ាងសប្បាយរីករាយស្រាប់តែអស្រាទំពាំងបាយជូរហើយម្ចាស់កម្មវិធីពុំបានដឹងអំពីរឿងនេះឡើយខណៈដែលភ្ញៀវចូលរួមកម្មវិធីកំពុងតែសប្បាយរីករាយមិនទាន់ចប់សពគ្រប់ផងនោះក្រោយពីហេតុការណ៍នេះបានកើតឡើងម៉ារីក៏បានឃើញថាប្រសិនបើគ្មានស្រាសម្រាប់ជូនដល់ភ្ញៀវទេនោះប្រកាសជាមានបញ្ហាធំជាមិនខានហើយក្រោយមកនាងម៉ារីក៏យកបញ្ហានេះទៅប្រាប់ដល់ព្រះយេស៊ូវពីព្រោះនាងគិតថាព្រះយេស៊ូវប្រកាសជាអាចដោះស្រាយបញ្ហានេះបានជាមិនខាននៅពេលដែលឮនៅសំណូមពររបស់នាងម៉ារីដែលបានសុំឲ្យព្រះអង្គធ្វើការអស្ចារ្យណាមួយកើតឡើងដើម្បីជួយដល់ពិធីជប់លៀងមង្គលការនោះតាមពិតទៅព្រះយេស៊ូវទ្រង់អាចឆ្លៀតឱកាសនេះដើម្បីសម្ដែងនៅអំណាចនៃភាពជាព្រះរបស់ទ្រង់ដើម្បីឲ្យមនុស្សបានឃើញហើយពួកគេអាចនឹងជឿជាក់ថាទ្រង់គឺជាព្រះពិតក៏ប៉ុន្តែព្រះយេស៊ូវទ្រង់មិនបានធ្វើដូច្នោះឡើយទ្រង់បែរជារំលឹកនាងម៉ារីដែលជាម្ដាយរបស់ទ្រង់វិញថាទ្រង់នឹងមិនធ្វើការអស្ចារ្យណាមួយដើម្បីសម្ញែងឬបង្ហាញទៅបណ្ដាជនឲ្យបានដឹងថាទ្រង់ជាព្រះនោះឡើយរហូតដល់ពេលកំណត់របស់ព្រះបានមកដល់ការពិតនឹងត្រូវបង្ហាញជាមិនខានក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព្រះអង្គបានជួយដល់ម្ចាស់មង្គលការនោះយ៉ាងសម្ងាត់វិញហើយចុងក្រោយព្រះយេស៊ូវក៏បានធ្វើការអស្ចារ្យដោយទ្រង់បានធ្វើឲ្យទឹកធម្មតាចំនួន6ផើងទឹកឲ្យคล้ายទៅជាស្រាទំពាំងបាយជូរដ៏ពិសេសបំផុតសម្រាប់ភ្ញៀវក្នុងពិធីមង្គលការនោះមនុស្សគ្រប់គ្នាបាននឹកអស្ចារ្យនៅរសជាតិដ៏វិសេសនិងមិនអាចបំភ្លេចបាននៅថ្ងៃមង្គលការនោះផងដែរតាមរយៈសាច់រឿងយើងបានមើលឃើញនៅបញ្ហាមួយដែលមិនបានព្រៀងទុកនោះឡើយនោះគឺភ្ញៀវបានចូលរួមច្រើនលើសកំណត់ហើយអត់មានស្រាទំពាំងបាយជូរគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវអូខេអញ្ចឹងមានន័យថាដោយសារតែភ្ញៀវមកច្រើនពេកហើយស្រាដែលបានត្រៀមទុកនោះក៏មិនគ្រប់គ្រាន់ផងដូច្នេះចង់ឬមិនចង់ក៏ដោយពិធីមង្គលការនោះនឹងត្រូវមានបញ្ហាកើតឡើងដោយគ្មានលក្ខខណ្ឌក៏ប៉ុន្តែពិធីមង្គលការដែលនឹងត្រូវកើតឡើងបញ្ហាដ៏ធំប្រែទៅជាពរជ័យមង្គលដ៏សែនរីករាយបំផុតទៅវិញដោយព្រោះតែទីនោះមានព្រះយេស៊ូវនៅពេលដែលមានបញ្ហាកើតឡើងភ្លាមមិនបងអង់យូរនាងម៉ារីបានរត់វឹងទៅអ្នកបម្រើទាំងអស់ឲ្យមកជួបជុំគ្នាហើយនាងបានបង្គាប់ទៅកាន់អ្នកបម្រើទាំងនោះថាយើងប្រឈមនឹងបញ្ហាហើយឥឡូវនេះមិនថាព្រះយេស៊ូវប្រាប់ដល់អ្នកទាំងអស់គ្នាឲ្យធ្វើអ្វីឡើយចូលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គចុះពេលដែលពួកគេរត់ទៅរកជំនួយពីព្រះយេស៊ូវទ្រង់ក៏បានឲ្យពួកអ្នកបម្រើដួសទឹកចាក់បំពេញផើងទឹកទាំងអស់ចំនួន6ផើង
ហើយទ្រង់ក៏បានធ្វើឲ្យទឹកទាំងនោះคล้ายទៅជាស្រាទំពាំងបាយជូរដ៏ប្រណិតបំផុតបងប្អូនទាំងអស់គ្នានៅក្នុងជីវិតរបស់យើងម្នាក់គ្រប់គ្នាមិនថាមនុស្សល្អឬមនុស្សអាក្រក់គឺយើងត្រូវការនៅតម្រូវការចំនួន5ប្រភេទដូចគ្នាតម្រូវការទី1គឺតម្រូវការដើម្បីរស់ហើយតម្រូវការដើម្បីរស់គឺមានដូចជាអាហារហូបចុកការស្លៀកពាក់និងជម្រកស្នាក់នៅដ៏ល្អប្រសើរតម្រូវការទី2គឺតម្រូវការសន្តិសុខផ្លូវកាយនិងផ្លូវចិត្តចឹងនៅក្នុងជីវិតរបស់យើងគឺយើងត្រូវការជីវិតដែលមានផាសុកភាពយើងត្រូវការសេរីភាពនិងសុវត្ថិភាពនៅក្នុងការរស់នៅជាដើមនេះហើយគឺយើងហៅថាតម្រូវការសន្តិសុខខាងផ្លូវចិត្តនិងផ្លូវកាយចំណុចទី3តម្រូវការដែលយើងត្រូវការនោះគឺជាសេចក្តីស្រឡាញ់អញ្ចឹងមនុស្សណាក៏ដោយគឺសុទ្ធតែត្រូវការសេចក្តីស្រឡាញ់ទាំងអស់មនុស្សគ្រប់គ្នាគឺត្រូវការទំនាក់ទំនងល្អនៅក្នុងសង្គមមិត្តភ័ក្តិទំនាក់ទំនងល្អរវាងស្នេហាប្រុសនិងស្រីគ្រួសារនិងសាច់ញាតិជាដើមហើយចុះបងប្អូនត្រូវការដែរអត់តម្រូវការទី4គឺគុណតម្លៃមនុស្សគ្រប់គ្នាគឺសុទ្ធតែចង់ឲ្យអ្នកដទៃទទួលស្គាល់ដល់ខ្លួនចង់បានកិត្តិយសគេឈ្មោះដ៏ល្អហើយក៏ចង់បានទទួលនៅការកោតសរសើរពីអ្នកដទៃផងដែរចំណុចទី5គឺតម្រូវការគោលដៅជីវិតគឺមនុស្សយើងគឺតែងតែចង់คล้ายទៅជាអ្នកដែលចេះដឹងចង់คล้ายទៅជាមនុស្សម្នាក់ដែលមាននៅសមត្ថភាពជោគជ័យឬចង់คล้ายទៅជាហេរ៉ូឬជាមនុស្សដ៏អស្ចារ្យជាដើមចំណុចទាំង5ខាងលើនេះនរណាក៏សុទ្ធតែចង់បានទាំងអស់ហើយយើងខំប្រឹងដើម្បីទទួលបានវាក៏ប៉ុន្តែមិនមែនមានន័យថាគ្រប់យ៉ាងគឺសុទ្ធតែទទួលបានយ៉ាងរលូននិងល្អឥតខ្ចោះនោះឡើយប្រកបណាស់យើងត្រូវប្រឈមមុខនឹងការខកចិត្តរាប់មិនអស់ក៏ប៉ុន្តែថ្ងៃនេះខ្ញុំចង់ប្រាប់ដល់បងប្អូនរាល់គ្នាថាមិនថាជីវិតរបស់យើងប្រឈមនឹងព្យុះភ្លៀងដើរឆ្លងកាត់ព្រៃភ្នំស្ទឹងទន្លេដ៏ជ្រៅឬស្ថិតនៅក្នុងកាលៈទេសៈណាឬស្ថានភាពណាក៏ដោយប្រសិនបើវត្តមានរបស់ព្រះយេស៊ូវទ្រង់គង់នៅជាមួយនឹងអ្នកហើយចុងបញ្ចប់ជីវិតរបស់អ្នករាល់គ្នានឹងពេញដោយព្រះពរអំណរកិត្តិយសកេរ្តិ៍ឈ្មោះដែលមិនអាចកាត់ថ្លៃបានឡើយបងប្អូនទាំងអស់គ្នាចូលឲ្យយើងមានជំនឿដូចជានាងម៉ារីចូលឲ្យបងប្អូនមានសេចក្តីជំនឿដូចជាអ្នកបម្រើនៅក្នុងពិធីមង្គលការនោះដែរមិនថាព្រះយេស៊ូវទ្រង់មានព្រះបន្ទូលអ្វីនោះឡើយគឺពួកគេធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយគ្មានលក្ខខណ្ឌដូច្នេះចូលឲ្យបងប្អូនធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គហើយរស់តាមព្រះបន្ទូលរបស់ព្រះអង្គដើម្បីឲ្យការអស្ចារ្យកើតមានឡើងនៅក្នុងជីវិតបងប្អូនរាល់គ្នាម្នាក់ៗផងដែរអាមែនបានអញ្ចឹងព្រះបន្ទូលថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយអត់មានអីច្រើនទេហើយជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ពេលវេលាដ៏មានតម្លៃដែលបងប្អូនបានយកចិត្តទុកដាក់នៅក្នុងការស្ដាប់ព្រះបន្ទូលក៏ដូចជាក្នុងការទស្សនានៅវីដេអូមួយនេះផងដែរហើយបងប្អូនសូមបងប្អូនចាំថាព្រះយេស៊ូវទ្រង់យាងមកផែនដីនេះ
មិនមែនដើម្បីទ្រង់ទេគឺដើម្បីយើងរាល់គ្នាដើម្បីប្រទានជីវិតដល់យើងរាល់គ្នានិងខ្ញុំផងដែរហើយជីវិតដែលព្រះអង្គប្រទានមកនោះគឺជាជីវិតដែលពេញដោយបរិបូរណ៍ផងដែរហើយខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានជីវិតដ៏ពេញបរិបូរណ៍នៅក្នុងព្រះនាមព្រះអង្គចាស់យេស៊ូវគ្រីស្ទផងដែរអាមែនហើយជាចុងក្រោយសូមបងប្អូនចាំថាព្រះយេស៊ូវស្រឡាញ់បងប្អូនហើយខ្ញុំក៏ស្រឡាញ់ដល់បងប្អូនទាំងអស់គ្នាផងដែរបាទអរគុណសូមព្រះប្រទានពរសូមជម្រាបលាបាយបាយ